បងអូនអើយមីថ្ងៃនេះមិនវិញទេនេះថ្ងៃថាប្រមូលដលងដាក់ឡានលើឡានមាន10 តនហើយតែមីល្ងិតឈឹងតែហ៊ានបើកតង់ទេនេះបងប្អូនស្រស់ក្រៀមទទួលទិញធម្មតាស្រស់160ក្រៀម520ដលងស្រស់បាន2កញ្ជើងាកមិញតែលលួយឯងបងប្អូនដលងដីតនៀបដីជ្រួចអើយលលួយឯងមើមនេះបងប្អូនមើលចិត្តបានខ្ញុំសុំឲ្យមើលបងប្អូនអ្នកដែលមានដលងដីខ្សាច់បងប្អូនឧស្សាហ៍ទៅមើលបន្តិចចាប់ផ្ដើមលលួយហើយវាបៀមទឹកវាច្រើនដែរឆ្នាំនេះខាងនេះភ្លៀងអត់ដែលឈប់ទេខ្ញុំស្អុយជាប់ដៃបងប្អូនចុះវាឡើងខ្មៅហើយផ្គោលិនក៏ក្រឹកនេះមេឃខ្មៅល្ងិតខាងនោះភ្លៀងទៀតហើយរាំងបាន3ថ្ងៃរាំងទៅស្រស់លឿនដីខាងខ្ញុំដីខ្ពស់តែដលងទោះបីជាមេឃរាំងប៉ុណ្ណេះក៏វាចាប់ផ្ដើមលលួយវានៅតែលលួយឯងបងប្អូនព្រោះវាបៀមទឹកបានហើយដលងមីតែមានម្សៅគឺចាប់ផ្ដើមលលួយមើមលឿនណាស់បងប្អូនអើយបងប្អូនឡើងឧស្សាហ៍ទៅមើលហើយបើត្រូវដកក៏ដកទៅបានលុយសម្រាប់ច្រូតស្រូវហើយយើងទុកចោលក៏វាខូចទាំងស្រុងបើចាស់នេះដីគាត់ជាប់ជើងភ្នំអត់លលួយទេដលងគាត់ខូបដែរហើយបើម្ចាស់តូចហ្នឹងដលងដីខ្សាច់ចឹងវាលួយលឿនបងប្អូនឧស្សាហ៍មើលឧស្សាហ៍អុយផងហើយដលងដូចដេញស្រាប់ហើយបងប្អូនមកវគ្គនេះវាភ្លៀងខ្លាំងផងវាលក្ខណៈថាដលងវាចង់ជ្រួចទឹកអស់ហើយម៉ាក់លីហេថ្ងៃនេះថាលើកដលងដាក់ឡានណាមើលមេឃយ៉ាងណាយ៉ាងណីទេបងប្អូនតែការទិញនៅទិញធម្មតាបងប្អូនទិញធម្មតាហើយមួយរយៈនេះបងប្អូននៅខាងវៀតណាមខាងខ្មែរយើងក៏ច្រើនណាស់ទេរដលងក្រៀមបងប្អូនប៉ុន្តែគេរសនើម13 14ភាគច្រើនដល់ពេលចាស់ខ្ញុំអត់ហ៊ានទទួលពាក្យទេបងប្អូនឃើញថារៀងមានហាងឆេងអារឿងដលងមានអ្នករោច្រើនតែវាមិនទាន់មានហាងឆេងនិយាយចំមានអ្នកទេសួរហោហើយប៉ុន្តែគេយកសនើមទាបពេកសនើមប៉ុណ្ណោះ